ស្នេហាដែលជោគជ័យតតែមានលុយមានឡានមានផ្ទះជាមួយគ្នាមែនអត់ទេបងប្អូនគ្នាស្នេហាដែលជោគជ័យគឺសំដៅទៅលើការយល់ពីគ្នាស្រឡាញ់គ្នាមួយនឹងមួយស្មោះត្រង់នឹងគ្នាច្បាស់លាស់ជាមួយគ្នាទៅមុខជាមួយគ្នាអាច support គ្នាទៅវិញទៅមកបានក៏ដូចជាគ្មានការផិតក្បត់គ្នាមិនមែនថាលុយឡានផ្ទះមិនសំខាន់ទេបងប្អូនគ្នាស្នេហានៅពេលដែលយើងចាប់ដៃជាមួយគ្នាទៅមុខជាមួយគ្នាតតែយើងមានអាទាំងអស់ដែលខ្ញុំរៀបរាប់ខាងមុខនឹងសិនទៅយើងអាចឈានទៅដល់មានលុយមានឡានមានផ្ទះបានហើយក្នុងវីដេអូនេះគឺខ្ញុំចង់នាំបងប្អូនគ្នាទៅមើលភាពជោគជ័យរបស់ខ្ញុំក្រៅពីស្នេហាអញ្ចឹងតោះទៅមើលជាមួយពួកខ្ញុំទាំងអស់គ្នានេះគឺជាកាដូសម្រាប់ខ្ញុំនៅក្នុងឆ្នាំ2025បងប្អូនគ្នាគឺយើងមកយកជាមួយនឹង14ចេះជំនះមួយនេះបើសិនជាយើងមកអបអរម្នាក់ឯងវាដូចអត់សមតាយើងគួរណាតែមានស្រីស្អាតម្នាក់ដើម្បីមកចូលរួមជាមួយយើងគ្រីងខ្ញុំសប្បាយអរជាម្ចាស់ឡានទៀតមែនមិនចឹងដោយសារមានក្តីស្រឡាញ់ក្នុងហ្នឹងមែនអត់មែនអញ្ចឹងទេនៅពេលដែលបងជោគជ័យបងត្រូវតែយកអូនមកចិត្តខ្លួនបងដោយសារអីយើងធ្វើការមួយគ្នាច្រើនប៉ុន្តែសួរអារម្មណ៍ផ្សេងថ្ងៃនេះមានអារម្មណ៍មិនដែរថ្ងៃនេះមានអារម្មណ៍ថាមកដល់ showroom ភ្លាមមានអារម្មណ៍ថាសប្បាយចិត្តជំនួសបងឯងហ្មងដោយសារអីឃើញឡាននៅក្រោយនោះវាស្អាតហ្មងស្អាតហើយសមមួយម៉ាញ់ខ្លាំងឥឡូវអូនឯងសម័យមើលឧទាហរណ៍បើយើងជិះ14យើងទៅមាត់សមុទ្រហើយយើងថត pre-wedding អូនឯងនឹងមានអារម្មណ៍ម៉ែកុំសម័យដល់វែងឆ្ងាយពេកយើងត្រូវសម័យថាចេះយើងជិះ 14 ហ្នឹងធ្វើការមួយគ្នាឲ្យច្រើនណារបៀបមានការងារច្រើនទៀតមកចឹងទៅហើយយើងទៅជាមួយនឹង 14 ណាហេតុអីបានជាមនុស្សប្រុសចាំបាច់ត្រូវតាមានឡានសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាទាំងអស់ហ្នឹងគឺជាសម្ភារៈក្រៅខ្លួនឯងក៏ប៉ុន្តែវាពិតជាសំខាន់ទី1ចូលសង្គមចាស់ទី2ងាយស្រួលក្នុងការទំនាក់ទំនងការងារបើមិនជាដូចឡាន 14 ខាងក្រោយនេះទៀតគឺវាមានទំហំមើលទៅដឹងហ្មងអត់តន់ចូលមកដល់ខាងក្នុងទេណាក៏ប៉ុន្តែឃើញមកវាធំស្អាតហើយអាចនឹងទលាយទៅខាងក្នុងអញ្ចឹងងាយស្រួលថាពេលយើងចុះខេត្តអីចឹងយើងអាចដាក់កាអាយដាក់អីនៅក្នុងហ្នឹងយើងអាចផ្លាស់កាអាយនៅក្នុងហ្នឹងវាស្រួលអញ្ចឹងណាអញ្ចឹងបងប្អូនគ្នាយើងបើចង់ឲ្យមានស្រីស្រឡាញ់ចង់ឲ្យមានគេស្មោះស្ម័គ្រជាមួយយើងត្រូវតែទិញឡានមួយគ្រឿងជីឥឡូវហើយបើទិញ 14 ទៀតរកសង្សារបាន5មែនបងទិញអញ្ចឹងបងទិញឲ្យមានសង្សារ5មានសង្សារ5ឥឡូវមានសង្សារតែចុះចាំបានតែមួយឯងហើយមួយនឹងតល់មុខបងទៀតអូមិនអញ្ចឹងទេឥឡូវបងនាំកន្លែងទៅមើលមកដោយបងប្អូនគ្នាបានឮអញ្ចឹងថាហេតុអីបានជាមនុស្សប្រុសចាំបាច់ត្រូវតែមានឡានសម្រាប់ជិះផ្ទាល់ខ្លួនអញ្ចឹងឥឡូវគឺខ្ញុំចង់មករៀបរាប់ជាមួយនឹងរថយន្ត 14 T5 Evo ហើយរថយន្តនេះបានប្រើប្រាស់ជាមួយនឹងម៉ាស៊ីន Mitsubishi របស់ប្រទេសជប៉ុនដែលមានចំណុះ 1.5 លីត្របំពាក់ជាមួយនឹង Turbo អញ្ចឹងបងប្អូនគ្នាមិនបាច់បារម្ភជាមួយនឹងឡានមួយគ្រឿងនេះទេហើយឡានមួយគ្រឿងនេះក៏មានការធានារហូតដល់ពេញមួយជីវិតថែមទាំងមាន option ទំនើបជាច្រើនដូចជា massage ព្រមទាំងកៅអីក្តៅត្រជាក់ហើយមាន option ចាប់ប្រាំងអូតូក៏ដូចជា option កាមេរ៉ា360ហើយបងប្អូនគ្នាមើលអ៊ីនធឺរីខាងក្នុងគឺថាញាក់សាច់មិនសមណាឡានស្អាតអញ្ចឹងហើយ option ទំនើបជាច្រើនអញ្ចឹងតម្លៃ 30000 ជាងហើយបងប្អូនគ្នាគឺថាឡាននេះវាទំនើបខ្លាំងមែនតើបងប្អូនគ្នាហើយ option មួយទៀតដែលខ្ញុំចាប់អារម្មណ៍ខ្លាំងមែនតើគឺថាគ្រាន់តែយើងគ្របវាសជើងមកវាអាចបើកគូតក្រោយអានេះសំខាន់មែនតើសម្រាប់បងណាដែលចូលចិត្តដើរផ្សារក៏ដូចជាដៃជាប់យូរអីវ៉ាន់អត់មានដៃដើម្បីចុចបើកគូតក្រោយយើងគ្រាន់តែគ្របវាសជើងគឺថាវាបើកអូតូក៏ដូចជាគ្របវាសមកវិញក៏វាអាចបិទអូតូដែរបងប្អូនគ្នាហើយឡានមួយគ្រឿងនេះក៏មាន memory seat ដែរបងប្អូនគ្នាអាច set កៅអីបានរហូតដល់4បែបហើយចំពោះឡានមួយគ្រឿងនេះគឺយើងមានការធានារហូតដល់ពេញមួយជីវិតតាក់ទងជាមួយនឹងម៉ាស៊ីនក៏ដូចជាធានាទៅលើគ្រឿងបន្លាស់រហូតដល់5ឆ្នាំក៏ដូចជា 150,000 គីឡូមិនត្រឹមតែប៉ុណ្្នឹងទេយើងមានការ free ដូរប្រេងម៉ាស៊ីនចំនួន2ដងក៏ដូចជាការលាងរថយន្ត free ជារៀងរហូតហើយសម្រាប់តម្លៃវិញគឺពិសេសមែនតើបងប្អូនត្រឹមតែ 30000 ស្ដើងឯងនឹងមានការបង់រំលោះប្រចាំខែត្រឹមតែ$288ប៉ុណ្ណោះក្នុងមួយខែអូឈប់សម្រាប់រថយន្តមួយគ្រឿងនេះក៏មាន option ចាប់កន្លងផ្លូវដែរបងប្អូននេះតើបងប្អូននេះចាំអីទៀត option ទំនើបក៏ដូចជារូបរាងស្អាតប៉ុណ្ណឹងហើយតម្លៃត្រឹមតែ30000 ស្ដើងឯងទិញម្នាក់មួយគ្រឿងជិះទៅហើយសម្រាប់បងប្អូនដែលមានសមាជិកច្រើនខ្ញុំគិតថាបងប្អូនគ្នាក៏អាចមកមើលជាមួយនឹង 14 U Tour នេះបានបងប្អូនគ្នាមាន7កៅអីខាងក្នុងទំនើបដូចតើ 14 T5 Evo ដូចគ្នាចាំការទៀតបងប្អូនគ្នានេះជាជម្រើសរបស់បងប្អូនអរគ្នាហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេជូនពរបងប្អូនគ្នាទទួលបានស្នេហាស្រស់បំព្រងដូចខ្ញុំអញ្ចឹងតែខ្ញុំពីរនាក់នេះមិនមែនសង្សារនឹងគ្នាទេគ្រាន់តែក្រុមក្រាញ់ងារជាមួយគ្នាទេ